បញ្ហាដ៏ធំមួយរបស់មនុស្សជាតិរបស់យើងនោះគឺការមិនចុះសម្រុងគ្នាហើយការមិនចុះសម្រុងនឹងគ្នានេះហើយដែលធ្វើឲ្យប្រវត្តិសាស្ត្ររបស់មនុស្សជាតិរបស់យើងគឺខ្មាំងងងឹតយ៉ាងខ្លាំងដោយយើងបានដឹងហើយកាលពីសង្គ្រាមលោកលើកទី1និងសង្គ្រាមលោកលើកទី2ហើយស្ថានភាពនៅក្នុងពេលបច្ចុប្បន្នខ្ញុំមិនបាច់និយាយក៏អ្នកទាំងអស់គ្នាដឹងដែរថាវាយ៉ាងណាតើមានអ្វីកើតឡើងបើសិនបើមហាសង្គ្រាមលោកលើកទី3បានកើតឡើងបើអ្នកទាំងអស់គ្នាចង់ដឹងចម្លើយនៅក្នុងវីដេអូនេះស្រាប់ឲ្យដល់ចប់សួស្តីអ្នកទាំងអស់គ្នាខ្ញុំឈ្មោះ David តោះទៅដឹងនឹងទាំងអស់គ្នា Melis Aurora គឺជាប្រេនទឹកអប់ high end ដែលខ្ញុំបានធ្វើឡើងហើយលក់ក្នុងតម្លៃសមរម្យបំផុតគឺមួយដបត្រឹមតែ$10តែប៉ុណ្ណោះបើអ្នកទាំងអស់គ្នាមិនទាន់ដឹងថារើសក្លិនមួយនេះអាចស័ក្តិសមទៅនឹងកលៈទេសៈអ្នកទាំងអស់គ្នាអាចឆាតមក Facebook page ឬក៏ Telegram បាននិងមានក្រុមការងារជួយណែនាំអ្នកទាំងអស់គ្នាទោះមិនទាន់ទិញក៏ដោយហើយអ្វីដែលកាន់តែពិសេសនោះគឺថាទិញមួយដបថែម tester 5 ml មួយតែបើទិញ2ដបថែម tester 2ហើយ free delivery ទៀតអញ្ចឹងកុំភ្លេចឆាតមកក្នុង page និង Telegram Melis Aurora នៅក្នុងប្រវត្តិសាស្ត្ររបស់មនុស្សជាតិសង្គ្រាមមិនមែនជារឿងអ្វីដែលថ្មីនោះទេតាំងពីដើមមកគឺតែងតែមានរឿងនេះកើតឡើងក្នុងខ្សែបន្ទាត់នៃពេលវេលារហូតក៏ប៉ុន្តែយើងធ្លាប់បានឃើញរឿងទាំងអស់នេះតាំងពីសង្គ្រាមតូចៗរហូតដល់មហាសង្គ្រាមដែលផ្លាស់ប្ដូរវាសនារបស់ពិភពលោកទាំងមូលប៉ុន្តែសប្តាហ៍ថ្ងៃនេះនៅក្រោមភាពស៊ីវិល័យបច្ចេកវិទ្យាដ៏ទំនើបជីវិតដ៏ស្រស់ស្រាយនិងស្រស់បំព្រងវាបានលេចចេញជាសំណួរតែមួយគត់ដែលលងបន្លាចចិត្តមនុស្សគ្រប់គ្នាមិនថានៅក្នុងប្រទេសកម្ពុជាឬក៏ពិភពលោកទេគ្រប់គ្នាតែងតែឆ្ងល់ថាតើមានអ្វីកើតឡើងបើសិនបើមហាសង្គ្រាមលោកលើកទី3ពិតជាកើតឡើងពិតមែនហើយមនុស្សភាគច្រើនបានគិតថាវាប្រហែលជាដូចសង្គ្រាមលោកលើកទី2ដែលមានទាហានរត់កាត់វាលរំសេវដែលពោពេញទៅដោយការប្រយុទ្ធប្រឆាំងគ្នាប៉ុន្តែការពិតទៅនៅក្នុងឆ្នាំ2026នេះវាប្រហែលជាខុសស្រឡះតែម្ដងសង្គ្រាមលោកលើកទី3អាចជាការប្រយុទ្ធដ៏ធំបំផុតនិងចុងក្រោយបំផុតរបស់មនុស្សជាតិបើសិនបើវាកើតឡើងពិតមែនវាមិនមែនគ្រាន់តែជាការវាយប្រហារដោយកម្លាំងបាយនោះទេប៉ុន្តែវាប្រហែលជាការវាយប្រហារទៅដោយសង្គ្រាមបច្ចេកវិទ្យាការប្រយុទ្ធស៊ីជម្រៅនិងការប្រើប្រាស់កម្លាំងទ័ពដ៏មហិមាដែលយើងមិននឹកស្មានមិនដល់សូម្បីតែសម័យក៏អាក្រក់មើលផងដែរអ្នកទាំងអស់គ្នាធ្លាប់បានដឹងអត់ថាមនុស្សជាតិរបស់យើងធ្លាប់បានរួចផុតពីជ្រោះនៃសង្គ្រាមម្ដងហើយដោយការពីឆ្នាំ1960ក្នុងសង្គ្រាមត្រជាក់រវាងរុស្ស៊ីនិងអាមេរិកពេលនោះពិភពលោកទាំងមូលស្ទើរតែឆេះខ្ទេចខ្ទីដោយសារតែចំនួននៃមហាអំណាចទាំងនេះប៉ុន្តែជាសំណាងល្អដែលពិភពលោកបានរួចផុតពីមហាសង្គ្រាមមួយនេះហើយសពថ្ងៃនេះពិភពលោកកាន់តែស្មុគស្មាញទៅហើយក៏ដោយសារតែយើងគ្រប់គ្នាបានដឹងជាក់ស្ដែងហើយថាពិភពលោកក្នុងពេលបច្ចុប្បន្ននេះវាទៅជាយ៉ាងណាហើយសំណួរដែលសំខាន់បំផុតនោះគឺថាតើអ្វីទៅនឹងខ្លាយទៅជាចំណុចដែលផ្ទុះវាអាចចាប់ផ្ដើមពីការធ្វើអត្តឃាតរបស់បុគ្គលសំខាន់ណាមួយឬក៏ការលួចទិន្នន័យសម្ងាត់កម្រិតជាតិឬក៏ការដណ្ដើមយកធនធានធម្មជាតិដែលកំពុងខ្សត់ខ្សោយអីនោះទោះបីជាការនិយាយបែបនេះមើលទៅដូចជាសង្គ្រាមនៅជិតបង្កយរបស់យើងក៏ដោយប៉ុន្តែតាមពិតទៅឱកាសនៃការកើតសង្គ្រាមលោកលើកទី3គឺនៅទាបនៅឡើយទេក៏ដោយសារតែរចនាសម្ព័ន្ធមិត្តជាសកលសប្តាហ៍ថ្ងៃនេះមានការប្រុងប្រយ័ត្នខ្ពស់ជាងមុនឆ្ងាយណាស់ដោយប្រទេសជុំវិញពិភពលោកគឺព្យាយាមជៀសវាងបំផុតគឺសង្គ្រាមលោកលើកទី3នេះហើយដោយសោករាល់ដងអញ្ចឹងបើសិនជាយើងគិតទៅក្នុងសេណារីយ៉ូមួយនោះចុះបើសិនបើការចរចានោះបរាជ័យហើយសង្គ្រាមពិតជាផ្ទុះឡើងពិតមែនអ្នកត្រូវដឹងថាបើវាកើតឡើងពិតមែនមនុស្សរាប់លានអ្នកនឹងត្រូវបាត់បង់ជីវិតភ្លាមហើយផែនដីយើងនេះនឹងត្រូវដើរថយក្រោយរយៈពេលរាប់រយឆ្នាំវិញដើម្បីស្ដារបានឡើងវិញហើយបើសិនបើរឿងនេះកើតឡើងពិតមែនយើងនឹងឃើញវាដូចជារឿងបែបវិទ្យាសាស្ត្រឬក៏ science fiction អញ្ចឹងទាហាននៅលើដីអាចប្រើប្រាស់ exoskeleton ដែលជាគ្រោងដែកជំនួយកម្លាំងស្រោបពីលើក្រៅខ្លួនហើយវាមិនមែនធ្វើឲ្យទាហានខ្លាចជា Robocop ទេប៉ុន្តែវាជួយឲ្យទាហានម្នាក់ៗមានកម្លាំងខ្លាំងជាងមុនអាចផ្ទុកអាវុធធ្ងន់ៗនិងរត់បានចម្ងាយឆ្ងាយដែលមិននឿយហត់មិនតែប៉ុណ្ណោះថាមិនបានអាវុធដែលបានចេញអាចបត់បែនតាមជ្រុងកន្លែងណាក៏បានឬក៏ប្រយុទ្ធគ្នានៅលើលំហអាកាសដើម្បីដណ្ដើមផ្កាយរណបខ្លាចជាសមរភូមិដ៏សំខាន់ព្រោះនរណាក៏ចង់គ្រប់គ្រងលំហដែរដែលមានន័យថាអ្នកដែលបានគ្រប់គ្រងនោះនឹងអាចក្តាប់ព័ត៌មានបាននិងប្រព័ន្ធ GPS របស់សត្រូវប៉ុន្តែសង្គ្រាមលោកលើកទី3អាចនឹងមិនត្រូវការទាហានច្រើនឡើយវាអាចជាសង្គ្រាមដែលបញ្ជាដោយកុំព្យូទ័រ drone បញ្ញាសិប្បនិម្មិតឬក៏ robot យោធាអាចក្លាយទៅជាតួអង្គសំខាន់នៅលើសមរភូមិលើសពីនេះទៅទៀតការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតឬក៏ cyber warfare អាចកំទេចប្រទេសមួយបានផងដែរដោយគ្រាន់តែការលួចទិន្នន័យនិងផ្ដាច់ប្រព័ន្ធអគ្គិសនីបញ្ឈប់ការផ្គត់ផ្គង់ទឹកឬក៏បង្កកប្រព័ន្ធធនាគារទូទាំងប្រទេសហើយយើងឆ្ងល់ទេដែលថាតើគេច្បាំងគ្នាដើម្បីអ្វីនៅក្នុងពេលអនាគតដែលថាសង្គ្រាមលោកលើកទី3នោះអាចក្រៅពីអំណាចគឺទឹកស្អាតក៏ថាបានដែរនៅពេលដែលទឹកខ្លាចជាធនធានកម្រហើយថយចុះយ៉ាងខ្លាំងនោះទឹកនឹងអាចមានតម្លៃជាងមាសទៅទៀតហើយប្រទេសនានានឹងចាប់ផ្ដើមប្រើប្រាស់កម្លាំងយោធាដើម្បីដណ្ដើមយកប្រភពទឹកស្អាតឲ្យរស់រានមានជីវិត
មូលហេតុធំបំផុតដែលសង្គ្រាមលោកលើកទី3ដែលមិនទាន់កើតឡើងនោះរហូតដល់សប្តាហ៍ថ្ងៃក៏ដោយសារតែអាវុធនុយក្លេអ៊ែរកាលពីសង្គ្រាមលោកលើកទី2អាមេរិកបានទម្លាក់គ្រាប់បែកនុយក្លេអ៊ែរទៅលើជប៉ុនក៏ប៉ុន្តែគ្រាប់បែកនុយក្លេអ៊ែរកាលនោះបើប្រៀបធៀបជាមួយនឹងអាវុធនុយក្លេអ៊ែរសប្តាហ៍ថ្ងៃនេះគឺមានកម្លាំងខ្សោយជាងរាប់ពាន់ដងឯណោះសប្តាហ៍ថ្ងៃនេះមានក្បាលគ្រាប់នុយក្លេអ៊ែរជិត 14000 គ្រាប់នៅលើពិភពលោកដែលកាន់កាប់ដោយមហាអំណាចធំច្បាប់នៃសង្គ្រាមនុយក្លេអ៊ែរគឺសាមញ្ញណាស់បើមានប្រទេសណាមួយប្រើប្រាស់វាប្រទេសផ្សេងៗទៀតនឹងប្រើប្រាស់វាដូចគ្នាវានឹងបង្កើតជាខ្សែសង្វាក់នៃការបំផ្លាញគ្នាដែលគ្មានអ្នកឈ្នះគឺមានតែអ្នកចាញ់ទាំងអស់គ្នាតែប៉ុណ្ណោះហើយពិភពលោកដែលស្រស់បំព្រងរបស់យើងនេះនឹងត្រូវបំផ្លិចបំផ្លាញទាំងស្រុងគ្មានសេសសល់អ្វីទាំងអស់ហើយសរុបមកទៅមកវិញមហាសង្គ្រាមលោកលើកទី3នឹងផ្លាស់ប្ដូរផែនដីនឹងលែងដូចដើមជារឿងរហូតក៏ប៉ុន្តែអ្នកទាំងអស់គ្នាសូមកុំបារម្ភរហូតដល់គេមិនលក់អីក៏ព្រោះតែតាមពិតទៅមេដឹកនាំពិភពលោកប្រហែលជាយល់ច្បាស់ណាស់ពីមហន្តរាយទាំងអស់នេះហើយប្រទេសភាគច្រើននឹងជ្រើសរើសការរក្សាសន្តិភាពនិងដោះស្រាយជម្លោះតាមការចរចាច្រើនជាងការបំផ្លិចបំផ្លាញខ្លួនឯងហើយដោយអ្នកទាំងអស់គ្នាជាពិសេសប្រជាជនខ្មែររបស់យើងគឺដឹងច្បាស់ណាស់ថាសង្គ្រាមគឺជាភាពសាហាវយង់ខ្នងដូច្នេះវីដេអូក្នុងសប្តាហ៍នេះមានតែប៉ុណ្្នឹងទេសូមអរគុណគ្រប់គ្នាសម្រាប់ការទស្សនាវីដេអូនេះបើអ្នកទាំងអស់គ្នាពេញចិត្តសូមកុំភ្លេចចុច like និង subscribe អ្នកទាំងអស់គ្នាក៏អាចចូលមើលវីដេអូផ្សេងៗរបស់ខ្ញុំបានផងដែរសូមអរគុណ